អកសាច់ជ្រូកកំប៉ុងមាសពិតជាឈ្ងុយឆ្ងាញ់និងជាស្នាដៃកូនខ្មែរអាចកម្មង់បាននៅ page ដែលមាននៅលើវីដេអូមែនហើយគាត់ពិតជាក្មេងល្អមែនចាប់ពីពេលនេះទៅកុំនិយាយអាក្រក់ពីគាត់ឲ្យសោះបើមិនដូច្នោះទេខ្ញុំនឹងបោះអ្នកចេញទៅក្រៅបាទមិនថាអ្នកណាក៏អាចធ្វើវាបានដែរអ្នកមិនចាំបាច់និយាយអ្វីទៀតទេថ្ងៃស្អែកគឺជាថ្ងៃដំបូងដែលគាត់ចាប់ផ្ដើមធ្វើការនៅក្រុមហ៊ុនខ្ញុំមិនចង់ឲ្យអ្នកមើលថែគាត់ទេប៉ុន្តែបើអ្នកហ៊ានធ្វើឲ្យគាត់ឈឺចាប់ខ្ញុំនឹងមិនទុកឲ្យអ្នកនៅសុខស្រួលបែបនេះទេបាទតើអ្នកណាដែលកំពុងគិតពីខ្ញុំផ្ដោតអារម្មណ៍ទៅផ្ដោតអារម្មណ៍សិនទៅអ្នកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុនគឺសៀវវ៉ាងភារកិច្ចរបស់អ្នកគឺត្រូវចូលទៅជិតគាត់ខ្លាយជាមនុស្សដែលគាត់ទុកចិត្តបំផុតខ្ញុំនេះហើយជាមនុស្សដែលស្មោះត្រង់បំផុតខ្ញុំមិនដែលចេះអើមាត់ឬចេះអែបអប់អ្នកណាឡើយការងារបែបនេះខ្ញុំប្រកាសជាធ្វើបានសម្រេចបើកឡានទៅត្រឡប់ទៅផ្ទះវិញក្បាលរបស់អ្នកធ្លាប់រងរបួសគ្រូពេទ្យប្រាប់ថាត្រូវមកពិនិត្យឲ្យបានញឹកញាប់ដើម្បីឲ្យឆាប់ថ្ងៃស្អែកខ្ញុំនៅតែត្រូវធ្វើការបន្តិចចុះល្មមសំរុំខ្ញុំបានផ្ទេរប្រាក់10លានរៀលចូលទៅក្នុងកន្លែងរបស់អ្នកនេះជាការងាររបស់ខ្ញុំកាលពីនៅសាលាខ្ញុំក៏ធ្លាប់បម្រើអ្នកបែបនេះដែរក្បាលរបស់អ្នកហាមធំខ្លាំងណាស់បើមានអាការវិលមុខឬចង់ក្អួតត្រូវប្រញាប់ទៅមន្ទីរពេទ្យធំយល់ហើយអរគុណច្រើនអូមិនសូវជាធ្ងន់ធ្ងរទេខ្ញុំនឹងម៉ាស្សាឲ្យអ្នកម្ដងទៀតបន្តិចទៀតវានឹងបាត់ហាមហើយ1ម៉ែត្រខាងមុខនេះជាការងាររបស់អ្នកអ្វីគ្រប់យ៉ាងខ្ញុំប្រគល់ឲ្យអ្នកចាសអ្នកជាអ្នកនិយាយមែនទេមកទុយបែបនេះចូលចិត្តនិយាយផ្ដេសផ្ដាសអ្វីគ្រប់យ៉ាងខ្ញុំនឹងធ្វើឲ្យសម្រេចបើមិនដូច្នោះអ្នកនឹងត្រូវបរាជ័យហេតុអ្វីបានជាខ្ញុំត្រូវប្រញាប់ប្រញាល់ខ្លាំងម្ល៉េះមិនអីទេរាល់ហេតុផលទាំងអស់សុទ្ធតែមានផលវិបាកខ្ញុំមិនអនុញ្ញាតឲ្យអ្នករួចខ្លួនឡើយអេប្លែកណាស់ហេតុអ្វីបានជាអ្នកតែងតែរឹងរូសបែបនេះតើអ្នកចង់ធ្វើអ្វីសាកល្បងសមត្ថភាពរបស់អ្នកខ្ញុំចាសខ្ញុំចង់ឃើញពីរបៀបដែលអ្នកប្រព្រឹត្តចំពោះខ្ញុំនិតដែលមិនសមរម្យខ្ញុំអីអ្នកនេះគឺជាទិន្នន័យការងារដែលបានបញ្ចូលកាត់បន្ថយការនិយាយហើយសង្កេតឲ្យបានច្រើនចូលចាំបេសកកម្មរបស់មានបញ្ហារីកាទៅរួចរាល់នៅជាន់ក្រោមខ្ញុំនឹងបញ្ជូនអ្នកទៅកាន់ផ្នែកហ្វូគ្រប់ភ្លាអ្នកគឺជាអ្នកក្រោមបង្គាប់តែម្នាក់ល្អណាស់អ្នកនឹងទទួលបានរង្វាន់ធំបន្ទាប់ពីបញ្ហានេះត្រូវបានដោះស្រាយស្វាមីរបស់ខ្ញុំមនុស្សប្រភេទណាទៅនេះគ្មានសូវធម៌សោះពុកមនុស្សគ្រាន់តែនិយាយពាក្យសុំទោសមកមិនព្រមទេអេមិញនេះអ្នកជេរខ្ញុំថាអ្វីសូមស្វាគមន៍អ្នកស្រីសូមចូលទៅកាន់ផ្នែកហិរញ្ញវត្ថុសូមស្វាគមន៍នាយកហ្វូមកកាន់ផ្នែកហិរញ្ញវត្ថុពិធីដ៏ធិកអាធំនេះខ្ញុំពិតជាមានអារម្មណ៍ខ្មាស់អៀនណាស់